ក្នុងនាមយើងជាអ្នកដឹកនាំគេឬក៏យើងកំពុងតែគិតពីមហិច្ឆតាធំសម្រាប់ខ្លួនឯងបើយើងជ្រុលថាសម្រាប់ចិត្តគិតអ្វីមួយហើយយើងទៅតែធ្វើវាឲ្យបានសម្រាប់គំរូអ្នកដតីដែលយើងធ្លាប់មើលពីសាច់រឿងឬក៏យើងមើលពីមជ្ឈដ្ឋានមនុស្សជុំវិញខ្លួនអ្នកដឹកនាំឬក៏អ្នកដែលជោគជ័យក្នុងអាជីវកម្មណាមួយគេតែងតែសម្រាប់ចិត្តហើយគេត្រូវតែធ្វើទោះបីជាបានលទ្ធផលបែបណាក៏ដោយក៏គេនៅតែបន្តធ្វើវាឬក៏បើសិនជាគេធ្វើខុសគេអាចនឹងកែប្រែកំហុសរបស់គេអាចស្វែងយល់ពីបទពិសោធន៍កន្លងដែលបទពិសោធន៍ណាមួយដែលគេធ្លាប់ធ្វើបរាជ័យគេអាចយកវាទៅអភិវឌ្ឍឬក៏វិវត្តការងារនឹងជាថ្មីដើម្បីបង្កើតភាពជោគជ័យសម្រាប់ខ្លួនគេផ្ទាល់យើងក៏លេចមើលតួអង្គឆៅគាត់បានបង្កើតប្រវត្តិសាស្ត្រជាច្រើនគាត់បង្កើតធនធានជាច្រើនគាត់បង្កើតពីមហិច្ឆតាគាត់បង្កើតពីភាពជោគជ័យរបស់គាត់ច្រើនហើយក៏គាត់បង្កើតពីកំហុសរបស់គាត់ច្រើនដែរប៉ុន្តែកំហុសទាំងអស់ហ្នឹងវាមិនមែនជាឧបសគ្គអ្វីសម្រាប់គាត់ទេព្រោះដោយសារគាត់ដើរក្នុងគន្លងដែលជោគជ័យទៅហើយអញ្ចឹងនៅពេលដែលគាត់មានកំហុសវាតែងតែមានមនុស្សណាដែលគាត់អាចចោទទម្លាក់កំហុសទៅលើបុគ្គលម្នាក់ហ្នឹងឬក៏គាត់អាចពឹងគេឬក៏ពឹងទីប្រឹក្សារបស់គាត់ដើម្បីជួយដោះស្រាយពិធីទាំងអស់ហ្នឹងដែរសម្រាប់អ្នកដែលជោគជ័យនិងទទួលបានធនធានធំហើយវាមិនសូវមានហានិភ័យដូចអ្នកដែលទើបតែចាប់ផ្ដើមឬក៏អ្នកដែលមិនមានធនធានគ្រប់គ្រាន់សម្រាប់គ្រប់គ្រងបញ្ហាទាំងអស់ហ្នឹងបានទេឆាគ្រប់កំហុសទាំងអស់គឺគាត់តែងតែមានលេសឬក៏គាត់តែងតែមានមនុស្សជួយជុំចេញពីគាត់ពីក្រោយប៉ុន្តែបើអ្នកដែលមិនមានភាពជោគជ័យដូចគាត់ទេបើសិនជាជួបបញ្ហាទាំងអស់ហ្នឹងអាហ្នឹងគឺជារឿងស្ទយធំមួយដែលពិបាកនឹងដោះស្រាយមែនទែនបើសិនជាយើងសម្រេចចិត្តខុសតែបន្តិចគឺយើងត្រូវចប់ហើយវាអាចនឹងចប់ក្នុងកម្រិតមួយដែលយើងអាចគិតថាស្រាលឬក៏ធ្ងន់បើសិនជាស្រាលវាអាចជាបកជាបញ្ហាតិចតួចសម្រាប់យើងតែបើសិនជាធ្ងន់ហ្នឹងគឺអាចនិយាយបានថាវាពិបាកនឹងងើបមុខមកដោះស្រាយបញ្ហាទាំងអស់ហ្នឹងមែនទែនឥឡូវយើងឧទាហរណ៍ជាក់ស្ដែងមួយថាចៅឆាបបានលើកតបទៅវាយតង់អ៊ូហើយពេលហ្នឹងគាត់ក៏បានចាញ់ល្បិចចៅអ៊ីដែលនិយាយផ្សព្វផ្សាយពាក្យចចាមអារាមថាមេតបថ្មីដែលគាត់ឲ្យកាន់កាប់គ្រប់គ្រងតបជើងទឹកហ្នឹងខ្ញុំអត់ចាំឈ្មោះទេប៉ុន្តែចៅអ៊ីបានផ្សព្វផ្សាយដំណឹងហ្នឹងធ្វើឲ្យឆៅមានកំហឹងមួយឆាវហើយក៏សម្រេចចិត្តឲ្យគេប្រហារជីវិតមេតបរបស់គាត់ថ្មីដែលបវឹកមេតបជើងទឹកហ្នឹងហើយនៅពេលដែលគាត់ជ្រុលឲ្យគេសម្លាប់មេតបហ្នឹងគាត់ក៏បានភ្ញាក់ខ្លួនមកព្រើតដែរគាត់ក៏ដឹងពីកំហុសគាត់ថាអូគាត់ពិតជាចាញ់ល្បិចរបស់ចៅអ៊ីហើយចាញ់ល្បិចនៃមេតបសត្រូវហើយពេលហ្នឹងក៏អត់មានទីប្រឹក្សាណាជួយហាមគាត់ដែរព្រោះអំណាចស្ថិតនៅលើគាត់ការសម្រេចចិត្តក៏នៅលើគាត់អញ្ចឹងប្រសិនបើយើងចេះតែខកខាំងឬក៏យើងចេះតែលើកយោបល់ណាប្រេបដាប្រាប់ទៅលើគាត់កំពុងតែក្តៅផងវាអាចនឹងបង្កបញ្ហារាលដាលទៅដល់បុគ្គលម្នាក់នឹងដែរអញ្ចឹងក៏យើងអាចរៀនសូត្របានដែរថានៅពេលដែលបុគ្គលណាកំពុងតែមានឥទ្ធិពលចំពោះយើងមិនមែនចេះតែនិយាយហាមាត់ទៅប្រាប់គេបានគ្រប់កលៈទេសៈទាំងអស់នោះទេបើសិនជាគេជាមនុស្សដែលចិត្តត្រជាក់ឬក៏ចិត្តល្អឬក៏មនុស្សដែលគិតគូរវែងឆ្ងាយវាអត់សូវជាបញ្ហាតែបើប៉ះមនុស្សដែលមានចិត្តក្តៅគឺវាអាចនឹងបង្កជាបញ្ហារបស់យើងបើសិនជាយើងជ្រុលនិយាយខុសបន្តិចធ្វើឲ្យទាស់ចិត្តគេអាហ្នឹងគឺស្បៃឲ្យយើងហើយនៅពេលដែលឆាយជួបបញ្ហាហ្នឹងគាត់ក៏មិនដឹងថាត្រូវធ្វើមិនទេមានតែចាក់បណ្ដោយតាមហ្នឹងក៏សម្រេចចិត្តលើកមេតបថ្មីឲ្យរៀបចំក្បួនតបជើងទឹកចងភ្ជាប់ទូកគ្នាហ្នឹងកុំឲ្យវាមានរលកធ្វើឲ្យកងទ័ពរបស់គាត់ហ្នឹងមានការពុលមានការវិលមុខឬក៏អត់មានស្មារតីក្នុងការប្រយុទ្ធដែរហើយចំណុចមួយទៀតហ្នឹងក៏ខ្លះជាកំហុសដ៏ធំរបស់គាត់មួយចំណុចទៀតដែរវាខុសជាន់ខុសតែម្ដងហើយនៅពេលដែលគាត់សម្រេចចិត្តលើកតបទៅច្បាំងហើយទទួលបានបរាជ័យអាហ្នឹងក៏វាជាចំណុចមួយដែលខុសសម្រាប់គាត់ទៀតហើយអ្វីដែលខ្ញុំចង់និយាយឲ្យអ្នកទាំងអស់គ្នាគួរចាប់អារម្មណ៍ក្នុងចំណុចហ្នឹងគឺការមានធនធាននៅពេលដែលយើងមានធនធានយើងមានអំណាចយើងបើសិនជាបញ្ហាទាំងអស់ហ្នឹងចូលមកក្នុងជីវិតយើងទាំងមិនថាតូចមិនថាធំគឺវានៅតែអាចដោះស្រាយបានតាមសតិវិធីឬក៏អាចដោះស្រាយបានតាមសម្រួលដោយអត់មានបញ្ហាអ្វីទាំងអស់
ទោះបីជាឆាយទទួលបរាជ័យយ៉ាងធ្ងន់ធ្ងរយ៉ាងណាក៏ដោយក៏គាត់នៅតែសល់ធនធានគាត់នៅតែសល់ទ័ពគាត់នៅតែសល់ធនធានមនុស្សដែលមានចំណេះដឹងជួយជ្រោមជ្រែងគាត់បន្ថែមទៀតដែរគ្រាន់តែគាត់រក្សាចំហជាថ្នាក់ដឹកនាំជាមេដឹកនាំដែលច្បាស់លាស់ទៅវានៅតែអាចបង្កើតមហិច្ឆតារបស់គាត់សារជាថ្មីបានម្ដងទៀតដែរបើយើងប្រៀបធៀបជាមួយនឹងលាវប៉ៃវិញគឺអាការជំនាន់ហ្នឹងគឺគាត់កំពុងតែពិបាកតាក់ទងជាមួយនឹងធនធានតាក់ទងជាមួយនឹងកងទ័ពតាក់ទងជាមួយនឹងមនុស្សជុំវិញខ្លួនជួយជុំចែងគាត់មានមនុស្សខ្លាំងជួយគាត់ហើយមានជូកលៀងមានគួនអ៊ីនិងមានចាំងអ៊ីទ័រតែបើប្រៀបធៀបជាមួយនឹងធនធានវិញនៅពេលដែលគាត់ទទួលបានបរាជ័យអ្វីមួយគឺគាត់ពិតជាពិបាកតែម្ដងតាក់ទងជាមួយនឹងទឹកដីដែលគាត់មានតាក់ទងជាមួយនឹងធនធានដែលគាត់ចង់ទិញទាហានយកមកប្រើប្រាស់គឺវាពិតជាពិបាកសម្រាប់ដោះស្រាយទោះបីជាមានជូកលៀងជួយដោះស្រាយមានចំណេះដឹងប៉ុណ្ណាក៏ដោយក៏វានៅតែជាចំណុចមួយដែលពិបាកឬក៏តឹងដែរតែបើសិនជាគេមានធនធានធំដូចឆាវវិញគាត់គិតអីសាមញ្ញធម្មតាគាត់ចង់ប្រើអ្នកណាឬក៏គាត់ចង់ទិញអ្នកណាឬក៏គាត់ចង់យកអ្នកណាម្នាក់គឺជាភាពងាយស្រួលរបស់គាត់ហ្មងព្រោះអត់ខ្វះទេមនុស្សដែលត្រូវការគាត់នៅពេលដែលយើងមានអំណាចមានគេថាអាចថាយើងជាមនុស្សដែលជោគជ័យអាហ្នឹងគឺអត់ចេះខ្វះមនុស្សណាដែលមករកយើងទេអញ្ចឹងហើយបើខ្ញុំនៅតែប្រៀបធៀបជាមួយនឹងអ្នកមានហើយនិងអ្នកក្រវាមានភាពពិបាកនិងមានភាពងាយស្រួលខុសគ្នាដាច់ឆ្ងាយណាស់ហើយបើចង់ដឹងពីស្ថានភាពអ្នកក្រនោះអ្នកនរគ្នាអាចចូលមើលអេពីសូតទី4ហើយនិងទី5អ្នកនរគ្នានឹងអាចយល់ពីជីវិតអ្នកក្រហើយព្រោះខ្ញុំបានបកស្រាយនៅក្នុងអេពីសូតហ្នឹងបាន2ភាគដែរឥឡូវយើងបន្តសាច់រឿងរបស់យើងទៀតមានមនុស្សជាច្រើនមានគំនិតល្អគម្រោងល្អនិងសុបិនល្អប៉ុន្តែសំណួរមួយគត់គឺតើពួកគេធ្វើឬទេខ្ញុំចង់មានន័យថាយើងមានគម្រោងល្អយើងមានសុបិនគំនិតដែលយើងគិតថាយើងកំពុងតែចង់ធ្វើឲ្យមួយតែយើងបានធ្វើវាហើយឬនៅការដែលយើងគ្រាន់តែមានគំនិតល្អនៅក្នុងចិត្តហើយក៏វាមិនមែនឲ្យបានផលមកយើងដែរប្រសិនបើយើងមិនបានចាប់ផ្ដើមអនុវត្តវាពេលដែលយើងជ្រុលសម្រេចចិត្តរឿងមួយគឺមានន័យថាយើងបានឆ្លងកាត់ដំណើរក្នុងការគិតពិចារណាហើយនឹងជ្រើសរើសដូច្នេះកុំឲ្យវាខ្លាចជាការសម្រេចចិត្តនៅក្នុងกระดาษឬនៅក្នុងខួរក្បាលតែប៉ុណ្ណោះត្រូវបំលែងវាទៅជាសកម្មភាពទី1សម្រេចចិត្តគឺជាការចាប់ផ្ដើមដំបូងសម្រេចចិត្តពេលខ្លះក៏វាគ្មានអត្ថន័យដែរបើសិនបើមិនមានការចាប់ផ្ដើមដូចជាការសម្រេចចិត្តចង់ធ្វើគម្រោងអ្វីមួយចង់សន្សំលុយឬចង់បង្កើតអាជីវកម្មថ្មីប្រសិនបើយើងមិនដើរចេញពីជំហានដំបូងនោះក៏គ្មានអ្វីកើតឡើងដែរអញ្ចឹងសរុបមកមានន័យថាក្នុងការសម្រេចចិត្តដល់តែយើងអនុវត្តវាដល់តែយើងចាប់ផ្ដើមធ្វើវាទើបយើងទទួលបានលទ្ធផលវិញមកទី2ការអនុវត្តជាក់ស្ដែងពេលដែលយើងចាប់ផ្ដើមធ្វើអ្វីមួយមិនថាតូចឬក៏មិនថាធំវាសុទ្ធតែជាសកម្មភាពឬក៏ជាឥទ្ធិពលសម្រាប់យើងទទួលបានផលពីវាទាំងអស់ហ្នឹងដែរហើយទាំងអស់ហ្នឹងវានាំឲ្យយើងមានទំនុកចិត្តនិងទទួលបានឱកាសថ្មីអ្វីដែលធំក្នុងជីវិតមិនមកពីការតែគិតតែប៉ុណ្ណោះទេប៉ុន្តែវាមកពីការធ្វើជាបន្តបន្ទាប់ទី3នោះគឺការធ្វើនាំឲ្យមានលទ្ធផលនិងមានបទពិសោធន៍អ្នកទាំងអស់គ្នាអាចជួបជោគជ័យឬក៏បរាជ័យតាមលក្ខណៈផ្សេងឬក៏សកម្មភាពរបស់អ្នកទាំងអស់គ្នាធ្វើផ្សេងគ្នាវាអាចនឹងជួបជោគជ័យលឿនឬក៏ជោគជ័យមិនលឿនដែលយឺតយ៉ាវឬក៏យើងជួបបរាជ័យច្រើនវាធ្វើឲ្យយើងអាចទទួលស្គាល់ថាវាជាបទពិសោធន៍មួយដ៏ឈឺចាប់របស់យើងហើយក៏យើងមិនគួរតែដើរតាមកន្លងនៃបទពិសោធន៍ទាំងអស់ហ្នឹងធ្លាប់ធ្វើកន្លងមកដែរពេលណាដែលយើងសម្រេចចិត្តថាយើងធ្វើវាធ្វើឲ្យអ្នកខ្លាចជាមនុស្សដែលមានទំនួលខុសត្រូវចំពោះជីវិតខ្លួនឯងកាន់តែច្រើនជាងមុនហើយនឹងចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯងឲ្យបានខ្លាំងឬក៏ប្រសើរជាងមុនច្រើនផងដែរហើយអ្នកទាំងអស់គ្នាសូមចងចាំថាជ្រុលសម្រេចចិត្តហើយត្រូវតែធ្វើគម្រោងចាំថ្ងៃស្អែកគម្រោងចាំឱកាសល្អតែចាប់ផ្ដើមពីថ្ងៃនេះជំហាននីមួយសំខាន់ជាងគំនិតធំដែលគ្មានការអនុវត្តប្រសិនបើយើងជាថ្នាក់ដឹកនាំរបស់គេបើសិនជាយើងចូលតែយើងគិតសម្រេចចិត្តថាចង់ធ្វើអ្វីមួយហើយយើងធ្វើវាទៅប្រសិនបើយើងជួបបញ្ហាកំហុសអានឹងគឺយើងគួរតែរកវិធីដោះស្រាយទៅព្រោះពេលដែលយើងមានធនធានឬក៏យើងមានអំណាចអត់ខ្វះទេមនុស្សដែលជួយជំរុញយើង
ប៉ុន្តែបើកលេចមើលអ្នកដែលមិនមានធនធានឬក៏អ្នកដែលមិនទាន់មានសមត្ថភាពជោគជ័យអ្វីមួយហ្នឹងបើសិនបើជាយើងធ្វើសម្រេចចិត្តធ្វើឲ្យខុសអាហ្នឹងក៏វាជាបទពិសោធន៍សម្រាប់យើងដែរយើងគួរតែព្យាយាមងើបឈរក្រោកឈរសម្រាប់ធ្វើរឿងទាំងអស់ហ្នឹងបន្តទៀតកុំទម្លាប់ចេះតែគិតហើយមិនធ្វើគិតហើយចោលហើយគ្រាន់តែជាការស្រមើស្រមៃឬក៏បង្កើតជាសុបិនសម្រាប់ខ្លួនឯងថាយើងអាចនឹងជោគជ័យក្នុងថ្ងៃណាមួយឈប់ប្រើទម្លាប់ទាំងអស់ហ្នឹងទៅមិនថាយើងក្នុងកលៈទេសៈណាទេបើយើងចូលតែគិតអីយើងគួរតែធ្វើវាទៅខ្ញុំជឿជាក់ថាពេលដែលយើងធ្វើហើយអ្វីនឹងប្រសើរឡើងទោះបីជាបរាជ័យក៏ដោយយើងអាចរឹងមាំជាងមុនយើងអាចរៀបគោលចំហខ្លួនឯងឲ្យខ្លាំងជាងមុនយើងអាចមានបទពិសោធន៍ពីអាភាពបរាជ័យហ្នឹងយើងអាចបំលែងវាទៅជាភាពជោគជ័យនៅក្នុងកលៈទេសៈណាមួយក៏ថាបានឧទាហរណ៍ថាអ្នកទាំងអស់គ្នាចង់ធ្វើជាអ្នកបង្កើតមាតិកាក្នុង YouTube យើងដឹងស្រាប់ហើយថាសម្រាប់ការបង្កើតមាតិកានេះវាមិនមែនជារឿងងាយស្រួលទេប៉ុន្តែបើសិនជាយើងចាប់ផ្ដើមធ្វើវាពីឥឡូវទៅយើងចាប់ផ្ដើមពី quality ដែលមិនទាន់មានកម្រិតខ្ពស់យើងព្យាយាមធ្វើម្ដងតិចហើយយើងព្យាយាមស្វែងរកបទពិសោធន៍ថ្មីយើងអាចរកពី thumbnail យើងអាចរកពី function ថ្មីសម្រាប់យើង update ក្នុងការងាររបស់យើងបន្ថែមហ្នឹងវាអាចនឹងមានភាពលេចធ្លោនៅក្នុងថ្ងៃណាមួយក៏តែបានដែរអញ្ចឹងនៅពេលដែលយើងលេចធ្លោហើយយើងកាន់តែមានទឹកចិត្តហើយយើងកាន់តែមានកម្លាំងចិត្តធ្វើវាបន្តទៀតហើយមានអ្នកគ្រប់គ្រងយើងទៀតវាធ្វើឲ្យយើងកាន់តែក្លាហានជាងមុនយើងកាន់តែចាប់ផ្ដើមយើងមានគោលចំហច្បាស់លាស់យើងមានការកំណត់ត្រឹមត្រូវសម្រាប់ធ្វើការងារទាំងអស់ហ្នឹងអាហ្នឹងគឺវិជាភាពជោគជ័យរបស់យើងហើយគុំទម្លាប់រារែកឬក៏ខ្លាចឧបសគ្គនៅចំពោះមុខបើសិនជាយើងអត់ធ្វើទេអាបញ្ហាទាំងអស់ហ្នឹងវាកាន់តែជួបយើងកាន់តែខ្លាំងជាងមុនតែបើសិនបើយើងធ្វើវាចាប់ពីឥឡូវទៅឧទាហរណ៍ថាបញ្ហានៅចំពោះមុខយើង100បើយើងមិនព្យាយាមធ្វើអ្វីសោះយើងនៅតែមួយកន្លែងវានឹង100ហ្នឹងវាអាចនឹងចូលបុកយើងក្នុងពេលតែមួយតែប្រសិនបើយើងចាប់ផ្ដើមពីឥឡូវទៅយើងធ្វើពីជំហានទៅមួយជំហានយើងជួបបញ្ហាទី1យើងដោះស្រាយបញ្ហាទី2យើងដោះស្រាយនៅពេលដែលយើងដោះស្រាយឲ្យគ្រប់100នៃបញ្ហាទាំងអស់ហ្នឹងហើយយើងនឹងចប់យើងនឹងបាត់បង់ឬក៏យើងនឹងលែងមានហានិភ័យសម្រាប់ខ្លួនឯងទៀតហើយអាហ្នឹងវាខ្លាចជាភាពជោគជ័យសម្រាប់ខ្លួនយើងដូចគ្នាហើយទៅតនឹងអេពីសូតមួយនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេចង់ចែករំលែកទៅដល់អ្នកទាំងអស់គ្នាសង្ឃឹមថាអ្នកទាំងអស់គ្នាយល់ហើយនឹងក៏អាចគិតថាមានប្រយោជន៍សម្រាប់អ្នកទាំងអស់គ្នាផងដែរបើសិនបើអ្នកទាំងអស់គ្នាចូលចិត្តអេពីសូតមួយនេះកុំភ្លេចជួយចុច like ម្នាក់មួយផងឬក៏ជួយចុច subscribe ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗដែលខ្ញុំធ្វើបន្តទៀតអរគុណអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយ See you guys peace out